សម្រាប់អាជីវកម្មសម័យថ្មីនេះគឺវាចាំបាច់បើសិនជាគាត់ផ្ដើមចេញពីការលក់តាមផ្លូវអ្វីដែលយើងត្រូវការចាំបាច់បំផុតគឺលុយត្រូវប្រកាសថាការសហការជាមួយគ្នានឹងជាមួយដៃគូរបស់គាត់នឹងអាចទៅបានដោយរលូនជំរាបសួរសួស្តីបងឈ្មោះសុភាបង co-founder កូតែប្រវត្តិកូតែជាក់ស្ដែងកូតែបើកដើមឆ្នាំ2023យើងដើរតាម Never Kid ហើយនឹង Event ចាប់ផ្ដើមកូតែហ្មងចុងឆ្នាំ2022ប៉ុន្តែតម្រាំតែវា testing ត្រូវទៅយើងចំណាយពេលរហូតដល់ដើមឆ្នាំ2023ការដែលចាប់ផ្ដើមកូតែដំបូងវារៀងជួបការលំបាកខ្លះដែរដោយសារម្ចាស់យើងត្រូវនាំចូលពីក្រៅប្រទេសមកពីប្រទេសជប៉ុនអញ្ចឹងដោយសារពេលហ្នឹង co-founder ទាំងអស់មាន3នាក់កូតែហើយពួកខ្ញុំទាំង3នាក់ហ្នឹងសិនអ្នកធ្វើការយើងឆ្លៀតពេលថ្ងៃសៅរ៍អាទិត្យដែលយើងដើម្បីលក់អញ្ចឹងយើងត្រូវការពេលវេលាដើម្បី prepare លក់នៅថ្ងៃសៅរ៍អាទិត្យហើយយើងចង់រកចំណូលបន្ថែមយើងត្រូវការកន្លែងដើម្បីធ្វើគ្រឿងដើម្បីរៀបចំអីវ៉ាន់ដើម្បីយកទៅលក់ជំនាន់ហ្នឹងគឺ Night Market ទំតែរៀងចាប់ផ្ដើមល្បីដែរអញ្ចឹងម្រាំតែយើងបើកហាងនេះយើងដើរលក់តាម event តាម Night Market រយៈពេលវា2ឆ្នាំជាងមុននឹងបើកអ្វីដែលយើងត្រូវការចាំបាច់បំផុតគឺលុយដើមទុនហើយបន្ទាប់មកយើងត្រូវការរកទីតាំងដែលយើងគិតថាវាស័ក្តិសមសម្រាប់ទីផ្សារមច្ឆារបស់យើងអញ្ចឹងការធ្វើទីផ្សារមច្ឆាក៏ដូចគ្នាដែរគេស្គាល់ច្រើនមែនប៉ុន្តែដោយសារឥឡូវហ្នឹងវារៀងប្រកួតប្រជែងដែរយើងមាន brand name ដែរហើយប៉ុន្តែគ្រាន់តែថាយើងអត់ទាន់មានជាហាងអញ្ចឹងយើងទៅមានអញ្ចឹងយើងត្រូវការវាឈ្មោះខ្លួនឯងបន្ថែមទៀតមួយវិញទៀតការមានដៃគូសហការល្អវាជាកត្តាសំខាន់ដូចគ្នាដើម្បីឲ្យយើងបង្កើត business របស់យើងហ្នឹងវាដើរទៅកាន់តែរលូនសម្រាប់អាជីវកម្មសម័យថ្មីនេះគឺវាចាំបាច់សំខាន់ទៅលើការប្រើប្រាស់អ៊ីនធឺណិតដោយសារមនុស្សគាត់ត្រូវការប្រើប្រាស់អ៊ីនធឺណិតច្រើនដូចគាត់មកហាងអញ្ចឹងគាត់ expect Wi-Fi ដែលអាចដើរដោយរលូននិយាយទៅគ្រប់ភ្ញៀវទាំងអស់ហ្មងគាត់អាចមកសិក្សាមកធ្វើការឬក៏មក chilling game អីបែបហ្នឹងបើសម្រាប់ហាងយើងត្រូវការប្រើប្រាស់អ៊ីនធឺណិតច្រើនដែរសម្រាប់ភ្ញៀវសម្រាប់ទៅលើ system សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដូចយើងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយហ្នឹងតាំងពីយើងលក់នៅ Night Market រហូតមកដល់បើកហាងគឺយើងផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតយើងប្រើប្រាស់ច្រើននៅពេលដែលយើងបើកហាងមកឃើញថាវារៀងមានភាពប្រសើរជាងមុនដោយសារមានទាំងនៅហាងទាំងនៅ walking street ភ្ញៀវគាត់អាចមក walk in មកហាងហ្មងអត់ចាំបាច់ចាំតថ្ងៃសៅរ៍អាទិត្យគាត់ចាំទៅ walk street ទេ adviceមានបើសិនជាគាត់ចង់បើកហាងដូចបងដែរអញ្ចឹងរបៀបថាគាត់ផ្ដើមចេញពីតូបទូចឬក៏ការលក់តាមផ្លូវអញ្ចឹងគាត់និយាយទៅគាត់ត្រូវប្រកាសក្នុងចិត្ត 100% ថាគាត់ ready យើងត្រូវដឹងថាខ្លួនឯងត្រូវប្រើប្រាស់ដើមទុនហ្មងត្រូវត្រៀមដើមទុនហ្មងហើយគាត់ត្រូវសិក្សាពីទីតាំងត្រូវបើសិនជាគាត់មានជាដៃគូគាត់ត្រូវប្រកាសថាការសហការជាមួយគ្នានឹងជាមួយដៃគូរបស់គាត់នឹងអាចទៅបានដោយរលូនអញ្ចឹងយើងអាចសហការមួយគ្នាបានព្រោះហ្នឹងចំណុចហ្នឹងវាសំខាន់ដែរដោយសារបងផ្ដើមចេញពីការសហការជាមួយនឹងដៃគូដែរអញ្ចឹងមួយវិញទៀតប្រព័ន្ធផ្សព្វផ្សាយវាសំខាន់សម្រាប់ promote ទៅលើ business របស់យើងអញ្ចឹងយើងអត់អាចចោលទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបានទេទោះបីជាបងមាន brand name ស្រាប់ក៏ដោយក៏បងនៅតែបន្តផ្សព្វផ្សាយ business របស់បងនេះតាមប្រព័ន្ធអ៊ីនធឺណិតដែរដូចរាល់ថ្ងៃហ្នឹងបងលក់តាម Night Market ហ្នឹងហើយក៏មានហាងដែរអញ្ចឹងយើងចាប់ផ្ដើមប្រម៉ូទចេញពី Night Market ហ្នឹងរហូតមកដល់ហាងវិញពួកខ្ញុំស្គាល់ក្រុមហ៊ុន Mekongnet ហ្នឹងតាមរយៈពួកម៉ាក់របស់ពួកម៉ាក់ខ្ញុំម្នាក់ទៀតដែលគាត់ជាម្ចាស់អាជីវកម្មហើយគាត់ប្រើប្រាស់ Mekongnet ដែរហើយគាត់ក៏ណែនាំឲ្យខ្ញុំប្រើ Mekongnet សម្រាប់បទពិសោធន៍ប្រើប្រាស់ Mekongnet ឃើញថាវារៀងដើរដោយរលូនដែរហើយពេលខ្លះក៏ពេលមានភ្ញៀវច្រើនអញ្ចឹងវារៀងតាក់មកផ្លែតដែរតែយើង refresh ទៅវាដើរធម្មតាវិញហើយដូចជាធ្លាប់មានបញ្ហាដាច់ខ្សែភ្លើងដាច់អីអញ្ចឹងពេលយើងតាក់ទងទៅ hotline ទៅមើលបើបទពិសោធន៍ជាក់ស្ដែងហ្មងប្រហែលជា1ម៉ោងគាត់មកដល់គាត់អាចជួយឲ្យយើងបានអញ្ចឹងគាត់ជួយយើងបានលឿនបើតាមបទពិសោធន៍របស់ខ្ញុំពិតជាចង់ណែនាំម្ចាស់អាជីវកម្មផ្សេងទៀតឲ្យគាត់ប្រើប្រាស់ Mekongnet ដូចគ្នាដោយសារខ្ញុំប្រើទៅឃើញថាវាបានផលល្អគុណ